chuỗi khi lưỡng phong nè ná của ban đê chuỗi khiếm phong chuỗi khi lưỡng phong chuỗi khi lưỡng phong nè ná của ban đê chuỗi khiếm phong chuỗi khi lưỡng phong chuỗi khi lưỡng phong nè ná của ban đê chuỗi khiếm phong cùng thừa bạp khiếm ấy khiếm sầm ong wo cùng thừa bạp khiếm ấyนิยมลตามุนเปลเดลบางเคยเนียงสลับโนตายางโดยเมื่อไรกล้าน่ะคือถ้าผมไม่นึกหมอกับhồi tới ông đào mà nè mà đào mà đông cái bãi nè xẹt ta ông mới khơi giấy stung nghĩa mưa tới bỏ vô nãy mà đi nè nâng ông sao mà là niếng đi còn không mà ta miền Nam là bây giờ mới niếng là bà đó gì សំណាងឯងយល់យ៉ាងណាដែរចំពោះឃាតកម្មមួយនេះតើអ្នកស្លាប់ដោយរបៀបណាសង្ខេបត្រួសឲ្យខ្ញុំយល់ផងជំរាបលោកមេប៉ូតាមការសង្កេតរបស់ខ្ញុំយល់ឃើញថានាងអាចនឹងស្លាប់ខ្ទង់ម៉ោង2ព្រឹកទៀបភ្លឺមានស្នាមនៅនឹងករបស់នាងដូចជាមានមនុស្សចាក់ថ្នាំនាងរួចហើយក៏ខ្វែកយកកូនក្នុងផ្ទៃរបស់នាងនៅពេលនេះភូមិរបស់យើងកើតមានរឿងចម្លែកទៀតហើយភូមិរបស់យើងសុខសាន្តខ្លាំងណាស់តែនេះដូចជាប្រភ្នូលបំហោសោះខ្លាយតែមានអាអ្នករៀនអាគមខ្មៅអីទេដឹងខ្ញុំតែងតែប្រាប់កូនខ្ញុំរហូតថាបច្ចុប្បន្ននេះមនុស្សកាន់តែសាហាវទៅហើយលែងស្គាល់ចាស់ស្គាល់ទុំប៉ះដៃយកដៃប៉ះជើងយកជើងអញ្ចឹងមានបញ្ហាអីល្មមដើរចេញទៅមិនបាច់នៅប្រកែកយកឈ្នះចាញ់ទេអើយពួកអាប្រុសសម័យឥឡូវវាស្រឡាញ់តែយើងនៅស្អាតទេនេះសង្ស័យអាប្តីប្រមឹកនាងនឹងហើយអ្នកធ្វើនាងស្លាប់ទាំងមានពួរមានពងអញ្ចឹងខ្ញុំសង្ស័យតែដូចរឿងកាលពីជាង30ឆ្នាំមុននេះមកទៅប្រភ្នុលមិនល្អទាល់តែសោះនេះមួយសប្តាហ៍ទៅហើយពួកអស់លោកនៅតែមិនទាន់រកខែជនល្មើសទៀតសូម្បីតែតម្រុយមួយក៏គ្មានបើនៅតែយ៉ាងនេះទៅទៀតមើលទៅមិនថាស័ករបស់អស់លោកទេសូម្បីតែស័ករបស់ខ្ញុំក៏ត្រូវគេដកដែរអ្នកភូមិអ្នកស្រុកគេមិនសប្បាយចិត្តនឹងរបៀបធ្វើការយឺតយ៉ាវរបស់ពួកយើងទេពួកយើងព្យាយាមខ្លាំងណាស់ទៀនប៉ុន្តែឃាតកម្មនេះមិនធម្មតាទេព្រោះជនល្មើសមិនបានបង្សល់តម្រុយទាល់តែសោះមានត្រឹមតែស្នាកស្នាមបន្តិចបន្តួចពួកយើងពិបាកសន្និដ្ឋានខ្លាំងណាស់ខ្ញុំបានហៅប្តីរបស់ជនរងគ្រោះមកសួរនាំរួចហើយថ្ងៃការហេតុគេនៅផឹកស៊ីជាមួយពួកម៉ាក់គេវាមិនដឹងថាប្រពន្ធរបស់វាស្លាប់ផងតលតែព្រឹកឡើងអ្នកភូមិតែប្រាប់វានៅស្រវឹងជួកនៅឡើយទេពួកយើងបានធ្វើកសលវិច័យលើសាកសពគ្មានការប្រវាយប្រទប់គ្មានអំពើហិង្សាលើរាងកាយជនល្មើសអាចជាប្តីជនរងគ្រោះតែយើងមានភស្តុតាងមិនគ្រប់គ្រាន់ដាក់បន្ទុកលើគេទេមេករណីនេះមានអ្វីមិនធម្មតាការចាក់ថ្នាំវាមានភាពជំនាញយើងគិតថាជនល្មើសមិនមែនមនុស្សធម្មតាទេសូមលោកទុកពេលឲ្យពួកយើងបន្តិចទៀតទៅហើយអ្នកគិតថាខាងថ្នាក់លើនឹងរងចាំអ្នកទេឥឡូវនេះថ្នាក់លើគេបានបញ្ជូនអ្នកស៊ើបអង្កេតជំនាញម្នាក់មកពីអគ្គស្នងការដ្ឋាននៅភ្នំពេញមកហើយពួកអស់លោកត្រៀមធ្វើការជាមួយនឹងគេទៅធ្វើយ៉ាងណាបិទរឿងក្តីនេះឲ្យបានក្នុងសប្តាហ៍នេះបើមិនចឹងទេអស់លោកត្រៀមសរសេរក្រដាស់លាលែងទៅអូមើលឡានពីណាគេបើកមើលនោះឡានថ្មីស្លាងតែម្ដងលយខ្លាំងមែនតែនលោកជាអ្នកសាបអង្កេតជំនាញមកពីអគ្គស្នងការដ្ឋាននៅភ្នំពេញមែនទេបាទលោកតែអត់លោកកុំភ័យអីខ្ញុំមិនមកដើម្បីដកតម្លៃអ្នកណាទេតែខ្ញុំមកដើម្បីបញ្ចប់រឿងនេះករណីនេះគឺមិនធម្មតាទេដោយអ្វីដែលអ្នកទាំងអស់គ្នាគិតទេខ្ញុំចង់មើលទីកន្លែងកើតហេតុម្ដងទៀតតើអ្នកណាអាចជួនខ្ញុំទៅកន្លែងកើតហេតុបាន
បាទលោកខ្ញុំសំណែនាំលោកឲ្យស្គាល់ជំនួយការទាំងពីរនាក់របស់ខ្ញុំសំណាងនិងសំអឿនលោកអាចធ្វើការជាមួយពួកគេបានហើយយើងនៅសល់ពេល7ថ្ងៃទៀត មិនទេលោកមេប៉ុសយើងមានតែ6ថ្ងៃតែប៉ុណ្ណោះ នៅថ្ងៃកើតហេតុគឺមានអ៊ំប្រុសម្នាក់គាត់មានឈ្មោះថាអ៊ំវុនគាត់បានមកកាប់អុសនៅក្នុងព្រៃប្រហែលម៉ោង6ព្រឹកគាត់ក៏បានប្រទះឃើញសាកសពរបស់ជនរងគ្រោះដេកស្លាប់យើងមិនបានរកឃើញអ្វីផ្សេងនោះទេនៅថ្ងៃកើតហេតុគ្មានស្នាមដានជើងជនទី2គ្មានស្នាមវេតបគ្មានការបង្កហិង្សាយើងរកឃើញតែស្នាមម្ជុលទំហំ18កេចនៅនឹងករបស់ជនរងគ្រោះតែប៉ុណ្ណោះផ្ទះរបស់ជនរងគ្រោះប្រហែល2គីឡូពីទីនេះជនសង្ស័យមានតែម្នាក់គត់ជាប្តីជនរងគ្រោះតែយើងគ្មានបោះតាំងរឹងមាំសម្រាប់ដាក់បន្ទុកគេទេ លោកធ្វើការបានល្អណាស់សំណាងមិនអីទេចាំមើលខ្ញុំពិនិត្យមើលទីនេះបន្ថែមសាក់សាប់មានស្នាមម្ជុលនៅនឹងកតែมันមានស្នាមវាយតបมันមានអំពើហិង្សាมันមានស្នាមដានជើងជនទី2ក្រៅពីជនរងគ្រោះតើនេះអាចកើតបានយ៉ាងដូចម៉េចទៅវាគួរតែមានអ្វីបន្សល់ទុកឬក៏ជនល្មើសជាអ្នកជំនាញ មិនក៏ជនរងគ្រោះអាចដើរបានឆ្ងាយយ៉ាងនេះទាំងដែលនាងមានផ្ទៃពោះទីនេះព្រៃក្រានណាស់ស្មៅខ្ពស់ខ្ពស់ប្រកបជាជនល្មើសនាំជនរងគ្រោះរត់មកក្នុងព្រៃនេះហើយតែមានអ្វីមួយមិនសមតទេសោះអូអ្វីនេះសារ៉ាំងจากថ្នាំទេតាមកមើលណែខ្ញុំរកឃើញសារ៉ាំងจากថ្នាំមួយខ្ញុំគិតថាវាជារបស់ជនល្មើសបន្សល់ទុកតែមិនក៏វានៅឆ្ងាយពីកន្លែងស្លាប់របស់ជនរងគ្រោះម្ល៉េះជនល្មើសមានចេតនាឬយ៉ាងណា វ៉ាវលោកពិតជាពូកែមែនយើងព្យាយាមរកវាតាំងពីថ្ងៃកើតហេតុតែរកមិនឃើញសោះ មើលទៅប្រភេទសារ៉ាំងនេះមិនមែនជាសារ៉ាំងដែលគ្រប់គ្នាអាចទិញបាននោះទេតើមានហាងលក់ថ្នាំពេទ្យនៅក្នុងភូមិនេះទេ បាទមានលោកមានមួយដែរ អញ្ចឹងសំណាងឯងជួយនាំខ្ញុំទៅកាន់ហាងនោះបន្តិចមកខ្ញុំចង់បញ្ជាក់រឿងមួយ ហ្នឹងអ៊ំនិយាយថាថ្ងៃមុនហ្នឹងអាថ្ងៃដែលមីអូនមួយដែលត្រូវគេស្លាប់នៅក្នុងព្រៃទាំងមានផ្ទៃពោះហ្នឹងអ៊ំហើយលឺមីសឿនគាត់និយាយថាខ្លាចតែដូចរឿង40ឆ្នាំមុនហើយរឿង40ឆ្នាំមុនមិនអ៊ំមានដឹងរឿងអត់អូអ៊ំដឹងតើអារឿងហ្នឹងវាកើតឡើងយូរហើយស្រួលកើតតាំងពីមីអូនឯងមិនទាន់កើតផងហ្នឹងឯតាមានរឿងអីតាប្រាប់ខ្ញុំផងមើលខ្ញុំចង់ដឹងណានេះ ហើយអា30ឆ្នាំមុនហ្នឹងវាមាននឹងអីកើតឡើងតារឿងហ្នឹងគឺវាអញ្ចេះកាលពី40ឆ្នាំជាងមុនហ្នឹងនៅក្នុងភូមិស្រុករបស់យើងហ្នឹងគឺមានគ្រូអាគមម្នាក់ហើយគ្រូហ្នឹងគាត់ប្រកែកខ្លាំងណាស់រឿងដាក់ស្នេហ៍ដាក់អំពើដាក់អីហ្នឹងកាលដើមឡើយមានរឿងដំណាលថាមានសច្ចាំងសក់សដែលទ្រង់បានបួសរៀននៅក្នុងព្រៃតាំងពីកុមារភាព ដំណឹងនេះបានលេចលឺដល់បរិះដែលរស់នៅក្នុងភូមិបរិះនោះតែងតែមានចិត្តគំនិតចង់រៀនមន្តអាគមមិនថាមន្តអាគមអ្វីនោះទេគេតែងតែចង់សិក្សាស្វែងយល់បរិះនោះបានសម្រេចចិត្តចូលទៅក្នុងព្រៃដើម្បីស្វែងរកតបោះសច្ចាំងសក់សលុះកន្លងផុតទៅអស់ប៉ុន្មានថ្ងៃបន្ទាប់ពីបរិះនោះដើរចូលទៅក្នុងព្រៃរូបគេក៏បានពើប្រទះជាមួយនឹងលោកសច្ចាំងសក់ស គេក៏បានសុំសច្ចាំងសក់សដើម្បីរៀនសូត្រមន្តអាគមគាថាជាមួយលោកសច្ចាំងឯលោកសច្ចាំងក៏មិនបានប្រកាន់នៅអ្វីដែលបរិះនោះបានធ្លាប់ធ្វើនោះទេក៏បានសម្រេចចិត្តឲ្យបរិះនោះរៀនរស់នៅជាមួយនឹងលោកសច្ចាំងបម្រើលោកសច្ចាំងទាំងព្រឹកទាំងថ្ងៃប៉ុន្តែលោកសច្ចាំងបានហាមឃាត់បរិះនោះមិនឲ្យបរិះនោះទៅព្រៃខាងក្រោយនៅព្រៃឫស្សីនោះឡើយ បើសិនជាបរិះនោះហ៊ានតែខុសបំណងលោកសច្ចាំងនឹងដេញចុះពីភ្នំជាជាមិនខានថ្ងៃមួយបរិះនោះដែលមានសេចក្តីធុញទ្រាន់និងមានភាពងឿយឆ្ងល់ផងនោះបរិះនោះក៏សម្រេចចិត្តធ្វើខុសដំណំនឹងលោកសច្ចាំងសក់សរូបគេបានលបលួចចូលទៅក្នុងព្រៃឫស្សីខាងក្រោយអាស្រមរបស់លោកសច្ចាំងសក់សដើម្បីមើលថាតើនៅក្នុង
ព្រៃឫស្សីនោះមានអ្វីឲ្យពិតប្រាកដរូបគេក៏បានពើប្រទះជាមួយនឹងគម្ពីរអាគមខ្មៅដែលសច្ចាំងសក់សបានរក្សាទុកនៅទីនោះ មិននឹកស្មានថាអាសច្ចាំងកាចាស់សក់សនោះទុកគម្ពីរអាគមនៅក្នុងព្រៃឫស្សីនេះតតែសោះ នៅពេលនេះយើងនឹងខ្លាចទៅជាអ្នកខ្លាំងពូកែហើយ ឧមៈអ្នកមោសិទ្ធិតេជោវៈវិតតោឧមៈអ្នកមោសិទ្ធិតេជោវៈវិតតោឧមៈអ្នកមោសិទ្ធិតេជោវៈវិតតោ ទីបំផុសយើងអាចហាត់អាគមកូនក្រគូញីឈ្មោលដល់ដំណាក់កាលទី3ហើយនៅសល់តែមួយដំណាក់កាលទៀតនោះយើងនឹងមានជីវិតអមតៈ គ្មានអ្នកណាអាចយកឈ្នះយើងបានទេឲ្យតែយើងអាចទទួលបានកូនក្រគូយើងនឹងសម្រេចអាគមនេះហើយ បន្ទាប់ពីយល់ថាខ្លួនមានអាគមខ្លាំងជាងគេហើយក៏ចាប់ផ្ដើមធ្វើបាបអ្នកភូមិស្រុកដើម្បីរកស្ត្រីមានផ្ទៃពោះសម្រាប់យកកូនក្រកមិនថាចាស់មិនថាក្មេងមិនថាប្រុសមិនថាស្រីគ្រូអាគមនោះសម្លាប់ទាំងអស់រហូតធ្វើឲ្យសញ្ចាំងសក់សទ្រង់មិនអាចទ្រាំបានលោកយាងមកបង្ក្រាបគ្រូអាគមមួយនោះ ឈប់ទៅណាញោមតើនៅមានឱកាសកែខ្លួនកុំឲ្យអាគមបិសាចពង្វក់ចិត្តញោមបានតទៅទៀត ឯងមករកសេចក្តីស្លាប់ហើយឯងមានដឹងទេថានៅពេលនេះយើងបានហាត់អាគមយូរ៉ាគូបានសម្រេច 80% ទៅហើយហេតុអីក៏ឯងចេញមុខមកឯងមករកសេចក្តីស្លាប់ហើយ ឯងមិនបាច់និយាយច្រើនទេទទួលយកមន្តអាគមរបស់យើងតែម្ដងទៅយ៉ាងមិនដែរស្គាល់ឆ្នាំខ្លាំងហើយមែនទេ ត្រឹមតែជាសិលកំពេកកំពុករបស់ញោមប៉ុណ្ណេះមិនអាចធ្វើអ្វីអាត្មាបាននោះទេមុននឹងយើងលេងដៃស្រាស្រាជាមួយឯងឥឡូវយើងលេងដៃធ្ងន់ជាមួយឯងម្ដងឯងស្គាល់ឆ្នាំខ្លាំងទទួលយកព្រាបទៅ អស់ហើយមែនទេញោមបើអស់ហើយអញ្ចឹងទុកឲ្យអាត្មាអ្នកលេងវិញម្ដង សញ្ចាំងសសលោកបានឃុំដួងវិញ្ញាណរបស់គ្រូអាគមនោះទុកក្នុងប៉ាន់តេនិងបានឲ្យអ្នកភូមិស្រុកយកទៅរក្សាទុកជៀសវាងគ្រូអាគមអាចចេញពីប៉ាន់តេនោះបាន បន្ទាប់ពីនោះមកភូមិស្រុករបស់យើងក៏លែងមានអ្វីកើតឡើងមកទៀតនេះជាអ្វីដែលតារបស់ខ្ញុំនិទានប្រាប់ខ្ញុំតាំងតែពីខ្ញុំនៅតូចមកម្លេះលោក អរគុណណាស់សំណាងដែលនិទានរឿងលោកតាលោកប្រាប់មកខ្ញុំតែខ្ញុំមិនសូវជឿលើមន្តអាគមអីនោះទេ ផ្ទះខាងមុខនេះហើយគឺផ្ទះដែលគេលក់ថ្នាំទៀនអូខេអញ្ចឹងលោកសូមចាំខ្ញុំមួយផ្លែតខ្ញុំចូលទៅមួយផ្លែតទេមកវិញឡើយ បងក៏នឹកអូនដែរបងស្រឡាញ់តែអូនទេចង់បាននាឡិកាមែន model អីកុំភ័យពើមៀចង់បងទិញឲ្យ
អញ្ចឹងពុននឹងសិនហើយណាសំណប់ចិត្តមានភ្ញៀវជួមកហាងរបស់បងហើយជួបគ្នាពីល្ងាចនេះសួស្តីលោកតើមានអ្វីឲ្យខ្ញុំជួយដែរទេលោកចង់រកអ្វីអាចប្រាប់ខ្ញុំបាន អូមើលទៅហាងរបស់លោកមានលក់ច្រើនមែនទែនហើយមានលក់ច្រើនណាស់នេះគឺថាខ្ញុំមករកគ្រូពេទ្យតើនៅទីនេះមានគ្រូពេទ្យដែរឬទេ អូគឺថាខ្ញុំជាគ្រូពេទ្យបឋមនៅភូមិនេះតើលោកមានការអ្វីដែរ បាទខ្ញុំមកនេះគ្រាន់តែចង់សុំទិញសារ៉ាំងจากថ្នាំទំហំ15ម៉ែកេតតើលោកមានលក់ដែរឬទេ អូសារ៉ាំងប្រភេទនោះខ្ញុំមានតែសម្រាប់ចាក់ខាមឲ្យអ្នកជំងឺតែប៉ុណ្ណោះខ្ញុំមិនអាចលក់បានទេបើលោកចង់ទិញលោកអាចទៅរកនៅហាងថ្នាំនៅខេត្តបាន អូមិនអីទេអញ្ចឹងអរគុណលោកច្រើនហើយ មើលទៅលោកមិនមែនជាអ្នករស់នៅទីនេះទេតើលោកជាអ្នកសើបមកពីភ្នំពេញដែលគេនិយាយនោះមែនទេ បាទលោកគឺខ្ញុំនឹងហើយ អូហើយចោះរឿងក្តីឃាតកម្មថ្ងៃមុនយ៉ាងម៉េចហើយលោករកឃើញជនបង្កហើយឬណី បាទលោកពួកយើងកំពុងស្រាវជ្រាវគឺថារោគចិត្តឃើញហើយគ្រាន់តែយើងនៅរោគមិនទាន់ឃើញផុសតាងដែលជាសារ៉ាំងចាក់ថ្នាំអូខ្ញុំច្រឡំមាត់ខ្ញុំលាសិនហើយខ្ញុំប្រញាប់អរគុណលោក ខ្ញុំមិនអាចឲ្យប៉ូលីសរកឃើញសារ៉ាំងនោះទេ ថ្ងៃមុននឹងបារោឲ្យឃើញឲ្យហើយទៅល្អបាត់នេះយប់ជ្រៅផងគួរឲ្យស្រាវខ្លាំងណាស់ទេវតាអើយជួយឲ្យរកឃើញមកខ្ញុំចាំបានថាពេលតែចាក់នាងហើយនឹងនេះដូចជាកវត្តដៃយើងគិតទៀតមកម្ដុំនឹងទេមិនក៏រកមិនឃើញវាគួរតែនឹងម្ដុំនឹងហើយវាមិនទៅណាឆ្ងាយទេរកមើលទៀតសិនគួរឲ្យស្រាវខ្លាំងណាស់លោកហើយខ្មោចឲ្យកុំមកលងយើងអីជឿមិនបានធ្វើបាបនាងទេយេតាមពិតនៅទីនេះសោះទីបំផុតយើងរកឃើញហើយតែប៉ុណ្នេះប៉ូលីសមិនអាចចាប់យើងបានទេតានៅពេលនេះតាត្រូវបានឃាត់ខ្លួននិងសង្ស័យថាបានសម្លាប់មនុស្សគិតទុកជាមុនតាមានសិទ្ធិមិននិយាយអ្វីទាំងអស់នៅពេលនេះគឺថាខ្ញុំមិនបានសម្លាប់មនុស្សទេតាអើយតាម៉ោង1យប់ហើយមិនតាឯងនៅទៅទីនោះទៀត ថ្ងៃមុនខ្ញុំជ្រុះរបស់នៅម្ដុំនោះខ្ញុំគ្រាន់តែទៅរកវាវិញតែប៉ុណ្ណោះ ចុះថ្ងៃឡើងមិនតាឯងមិនទៅរកហើយទៅរកម៉ោង1យប់នឹងងងឹតឈឹងហ្នឹង តាទៅរកមកចូលចាក់ថ្នាំនេះមែនទេយើងបានធ្វើកុសលវិឆ័យហើយមានស្នាមក្រយៅដៃរបស់តានៅលើសារ៉ាំងនេះ អាចមានគេចង់ទម្លាក់កំហុសមកលើខ្ញុំព្រោះថាសារ៉ាំងនេះបានបាត់ពីក្នុងហាងរបស់ខ្ញុំមិនប្រកាសថាខ្ញុំជាអ្នកធ្វើនោះទេ បានហើយតាឈប់កុហកទៀតទៅពួកយើងបានរកឃើញថាហាងរបស់តាមិនបានកត់ត្រាពីការលូកចិនប្រភេទថ្នាំនេះទេនៅក្នុងសារ៉ាំងនេះមានប្រភេទថ្នាំដែលត្រូវនឹងហាងរបស់តាមាន តែខ្ញុំមិនបានប្រើប្រាស់ថ្នាំសណ្ដុំទេខ្ញុំគ្រាន់តែប្រើប្រាស់ថ្នាំរងាប់អារម្មណ៍ទេតា តាអ៊ំខ្ញុំមិនទាន់ប្រាប់ថាវាជាថ្នាំសណ្ដុំតែតាឯងនិយាយវាថាជាថ្នាំសណ្ដុំ តាឯងដឹងបានយ៉ាងម៉េចថាវាជាថ្នាំសណ្ដុំបើពួកយើងមិនបានផ្សាយសាធារណៈផងនោះបញ្ជូនតាអ៊ំទៅកន្លែងឃុំខ្លួនទៅខ្ញុំនឹងបិទបញ្ចប់សំណុំរឿងមួយនេះ ខ្ញុំមិនបានសម្លាប់នាងទេ ឈប់សិនលោកមេប៉ូនេះលោកចង់បិទសំណុំរឿង ត្រូវហើយលោកសម្រាប់លោកមិនអីទេខ្ញុំនឹងរាយការណ៍ទៅថ្នាក់លើថាលោកមានគុណសម្បត្តិចាប់បានជនល្មើស តែយើងមិនទាន់មានផុសតាំងគ្រប់គ្រាន់នោះទេជនរងគ្រោះត្រូវបានគេខ្វែងយកកូនចិនតាមអ្វីដែលយើងមានត្រឹមតាអ៊ំបានចាក់ថ្នាំទៅលើជនរងគ្រោះតែប៉ុណ្ណោះ បានហើយលោកអ្នកសើបគ្មានអ្វីត្រូវសើបបន្តទេគឺតាអ៊ំនឹងហើយជាអ្នកធ្វើរឿងក្តីនេះត្រូវបិទបញ្ចប់ហើយ មានរឿងអ្វីទៀតហើយអើយនេះរឿងដូចជាមិនធម្មតាទេមិនអាចទៅរួចទេតាអ៊ំនៅក្នុងឃុំនៅឡើយទេតែឃាតកម្មនេះដូចគ្នាបេះបិទអាចទេ
តាអ៊ុំចេះអាគុំខ្មៅដូចអ្នកស្រុកគេនិយាយមែន ខ្ញុំមិនជឿលឺអាគមអីទេច្បាស់ណាស់ឃីតកចង់ធ្វើតាមរបៀបជនរងគ្រោះមុនបានស្លាប់ មើលដឹកក៏ពូអានយើងវាចូលចិត្តទៅផឹករួយទុកប្រពន្ធពូវាចោលម៉េះ នេះមិនមែនជារឿងចៃដន្យនោះខ្ញុំបានរកឃើញក្រដាស់ scan អេកូផ្ទៃពួកឃើញថាវាចេញពីទីតាំងឈួរអេកូតែមួយជនរងគ្រោះទាំងពីរធ្លាប់ទៅពិនិត្យផ្ទៃពួកនៅកន្លែងដូចគ្នាតែខ្ញុំរកមិនឃើញទីតាំងនោះសោះ មើលទៅបើនៅតែបែបនេះតទៅទៀតអ្នកស្រុកប្រហែលជាលែងហ៊ានរស់នៅក្នុងភូមិហើយ អូនដើរមកផ្សារអញ្ចឹងអូនសប្បាយទេចាបងសប្បាយខ្លាំងណាស់អូនមិនដែលបានដើរមកផ្សារណាសប្បាយដូចជាដើរជាមួយបងទេអូនមើលនោះណោះសត្វចាបហែក្នុងទឹកអូនឃើញទេវាហែទាំងគូតែម្ដងអូយស្រុកម៉ែឪបងលយមែន បងសៅនឹងស្រីណាតូណានីង អូឃីមជូនប្រពន្ធរបស់ឃីមមកផ្សារចុះអាបងឯងវិញរត់ទាំងអីដែរ អូខ្ញុំមកដើរមើលគេមើលឯងនឹងណាចុះប្រពន្ធបងប្រហែលខែហើយ អូ7ខែកាន់ឡះហើយអូននេះមិត្តភក្តិបងគ្នាចិត្តល្អណាស់គាត់តែងតែទិញទឹកត្រជាកម្មឲ្យបងរហូតនោះ ចាជំរាបសួរបងអរគុណបងច្រើនណាស់ដែលតែងតែឲ្យទឹកទៅជាកម្មខ្ញុំរហូត មិនអីទេបើអស់ចាំបងទិញអីទៀតហើយអ្នកបងសៅឯងគួរតែនាំសេនាទៅពិនិត្យផ្ទៃពួកទៅមើលដើម្បីតាមដានសុខភាពកូន ក្នុងភូមិរបស់យើងអត់មានពេទ្យឆ្លក់អេកូទេតទៅដល់ស្រុកហើយថ្លៃណាស់ចំណាយមិនក្រោម$20ទេខ្ញុំចង់សន្សំលុយសម្រាប់សម្រាលកូនវិញ អូកុំបារម្ភរឿងហ្នឹងខ្ញុំមានមិត្តភក្តិម្នាក់គេជាពេទ្យឯកជនចាំខ្ញុំនាំទៅខ្ញុំស្គាល់គេមិនអស់លុយទេ អូបានចាំងឡងហើយអរគុណអាបងឯងច្រើនហើយ បានណាបងអូនជប់យំទៅមើលប្រាប់ពូមើលមានរឿងអីកើតឡើងខ្លះហើយមិនបានអូនឯងថ្ងៃដែលប្រពន្ធអូនឯងមានរឿងហ្នឹងអូនឯងអត់នៅផ្ទះអញ្ចឹងហើយអូនឯងទៅណាហ្នឹងហើយពូថ្ងៃដែលខ្ញុំអត់នៅផ្ទះហ្នឹងហើយប្រពន្ធខ្ញុំគាត់មានរឿងថ្ងៃហ្នឹងខ្ញុំទៅញ៉ាំអីនៅផ្ទះមិត្តភក្តិខ្ញុំគឺបបួលខ្ញុំទៅញ៉ាំអីហើយខ្ញុំថា ញ៉ាំអីតែបន្តិចទេមិត្តភក្តិក៏បបួលហូបយ៉ាមួយកែវពីរកែវមានណាខ្ញុំអត់សូវចេះហូបផងគាត់ទៅហូបតែមួយកែវស្លត់ឈឹងហ្នឹងហើយបងអូនសម្រួលអារម្មណ៍ទៅកុំពិបាកចិត្តខ្លាំងពេកឥឡូវបងអូនជួយសហការជាមួយនឹងបងមកដើម្បីឲ្យយើងអាចចាប់បានជនល្មើសតើបងអូននិងមិត្តភក្តិបងអូនស្គាល់គ្នាយូរនៅហើយ អូនដែលជាមិត្តភក្តិបងអូនហ្នឹងមិនបានអូនឯងសម្រេចចិត្តទៅញ៉ាំអីមួយមិត្តភក្តិទុកប្រពន្ធអូនឯងនៅផ្ទះចោលតែម្នាក់ឯងអញ្ចឹងហ្នឹងហើយបងតាមពិតទៅខ្ញុំក៏មិនសូវជាប្រកែផឹកឬក៏អ្នកចូលចិត្តហូបវិយាហូបអីទៅផ្ទះគេអីដែរតែសារបងគាត់មនុស្សចិត្តល្អហើយរាប់អានខ្ញុំទៅរាប់អានគាត់ស្គាល់គាត់ប្រហែលខ្ទង់3ខែ4ខែនេះទេ គាត់ជាមនុស្សចិត្តល្អណាស់គាត់តែងតែឲ្យទឹកមាត់ត្រជាក់កម្មមកប្រពន្ធខ្ញុំហូបរហូតតាំងពីប្រពន្ធខ្ញុំបានពោពោះបាន3 4ខែហើយគឺថាគាត់បានណែនាំខ្ញុំឲ្យទៅឆ្លោះអីកោឆ្លោះអីទៀតនាំប្រពន្ធទៅអត់អស់លុយទេព្រោះមានមិត្តភក្តិគាត់ធ្វើជាពេទ្យឯកជនគាត់នៅពេទ្យហ្នឹងមិនមែនពេទ្យដាក់មានផ្លាកមានអីទេ ហើយទៅគាត់ចិត្តល្អអញ្ចឹងហើយបានខ្ញុំសម្រេចចិត្តថាខ្ញុំទៅផ្ទះគាត់ហៅខ្ញុំទៅញ៉ាំអីហ្នឹងខ្ញុំគិតថាទៅដល់មួយផ្លែតទេតែមិននឹកស្មានថាធ្វើឲ្យមានរឿងនឹងកើតឡើងសោះហ្នឹងហើយអូនមិនអីទេអរគុណអូនឯងច្រើនដែលបានសហការជាមួយនឹងខាងប៉ូលីសអញ្ចឹងត្រឡប់ទៅផ្ទះវិញចុះទុកភារកិច្ចបន្តឲ្យពួកយើងធានាថានឹងស្វែងរកមុខជនល្មើសយកមកផ្ដន្ទាទោសឲ្យបានកុំភ័យអី ខ្ញុំអរគុណលោកពូប៉ូលីសច្រើនហើយខ្ញុំសង្ឃឹមថាលោកពូនឹងចាប់អាជនល្មើសនោះឲ្យបានលឿន ករណីនេះពិតជាមានរឿងជាច្រើនគួរឲ្យចម្លែកមែនទែនពិតជាដូចលោកអ្នកសើមនិយាយមែនមានករណីជាច្រើនដែលជនរងគ្រោះនិងប្តីជនរងគ្រោះជួបប្រទះដូចគ្នាប្តីជនរងគ្រោះត្រូវមិត្តភក្តិបបួលទៅផឹកបន្ទាប់មកក៏ស្រវឹងរហូតដល់ភ្លឺរីឯជនរងគ្រោះនៅផ្ទះតែម្នាក់ឯងបន្ទាប់មកក៏កើតឃាតកម្ម ត្រូវគេសម្លាប់ខ្វះយកកូនចេញ
ខ្ញុំមិនដឹងថាត្រូវដោះស្រាយបែបណាទេបើតាអ៊ំត្រូវបានចាប់ខ្លួនទៅហើយបែរជានៅមានករណីសម្រាប់មនុស្សបន្តគ្នាបែបនេះទៀតតើលោកអ្នកស៊ើបយល់យ៉ាងណាដែរនិយាយទៅហ្នឹងមិនមែនរឿងធម្មតាទេដូចខ្ញុំប្រាប់លោកមិនប៉ោះហើយករណីនេះវាមានរឿងគួរឲ្យសង្ស័យច្រើនណាស់ទោះបីយើងបានចាប់តាអ៊ំបានក៏ដោយក៏មិនប្រកាសថាយើងអាចចាប់បានជនសង្ស័យពិតប្រាកដដែរជនល្មើសនៅតែអាចប្រព្រឹត្តអំពើសម្លាប់មនុស្សបានន័យថាតាអ៊ំគាត់មិនមែនជាឃាតករគាត់អាចនឹងត្រូវជន់ដានរបស់ឃាតករតែប៉ុណ្ណោះឥឡូវសម្រាប់ខ្ញុំយល់ថាខ្ញុំដាក់ការសង្ស័យទៅលើមិត្តភ័ក្តិរបស់ជនរងគ្រោះហើយទី1ទៀតយើងត្រូវស្វែងរកស្ត្រីណាដែលមានផ្ទៃពោះពី6ទៅ7ខែឬក៏8ខែតាមដានមើលពួកគេខ្ញុំគិតថាមុខសញ្ញាប្រកាសជាអាចដាក់ទៅលើស្ត្រីមានផ្ទៃពោះបន្តទៀតហើយអញ្ចឹងសំអឿននិងសំណាងបញ្ញាប្រឆែកមើលថាមាននៅក្នុងភូមិរបស់យើងនេះមានស្ត្រីដែលមានផ្ទៃពោះ7 8ខែដែរឬអត់ហើយទៅមើលពួកគេមើលទីតាំងដែលពួកគេរស់នៅពួកយើងត្រូវតាមដានមើលដើម្បីកំណត់មុខសញ្ញាថាតើឃាតករអាចនឹងកំណត់មុខសញ្ញាណាគេបន្ទាប់អញ្ចឹងសំណាងសំអឿនឆាប់ទៅដោះស្រាយឆាប់ទៅពិនិត្យមើលនឹងឲ្យលឿនដើម្បីកុំឲ្យហួសពេលចំណែកលោកមេប៉ោះលោកត្រូវទៅជាមួយខ្ញុំជាបន្ទាន់ចុំហើយត្រូវទៅណាបន្ទាន់មែនលោកពួកយើងត្រូវទៅផ្ទះរបស់មិត្តភ័ក្តិប្តីជនរងគ្រោះលោកយើងគ្មានដីកាចែកជេរទេបើគេចាប់បានវាអាចបញ្ហាធំអាចចំណាយពេលរងចាំនៃការចែកឆេរទេបើមិនចឹងទេយើងបាត់បង់ឱកាសចាក់ជាមិនខានហើយចុះផ្ទះនេះផ្ទះមនុស្សរស់នៅឬមិនស្អីក៏គ្មានអញ្ចឹងក្នុងផ្ទះទេស្អាតហ្មងលោកអ្នកស៊ើបមកមើលស្អីគេនេះចុះអាមួយហ្នឹងវាធ្វើស្អីវាទិញតែទឹកមកទៅជាកម្មទុកឲ្យពេញផ្ទះយ៉ាងច្បាស់ណាស់ប្រកាសជាមានគោលបំណងអីមួយហើយមើលទៅវាមិនដែរណាទុកទឹកមកទៅជាកម្មពេញតែក្នុងផ្ទះចប់ឲ្យយើងចាស់ផ្ទះគេមកដល់បដ ாய் កុំបារម្ភច្រើនពេកអីខ្ញុំបានរៀបចំរួចរាល់អស់ហើយចាំតែធ្វើតាមតែខ្ញុំទៅតែ2ថ្ងៃទៀតទេយើងប្រកាសជាបានចាក់ចេញពីទីនេះហើយខ្ញុំមិនដែលមានអារម្មណ៍ថាភ័យខ្លាចដូចពេលនេះទេនេះបានហើយកុំបាត់ប្រយ័ត្នគេលើបលយកអញខំតែភ័យស្មានតែស្អីគេយាអាឆ្មានេះចូលមកផ្ទះអញរាល់ថ្ងៃមកហ៎ម៉ែខ្ញុំឈឺពោះខ្លាំងហ៎ម៉ែទ្រាំមិនតិចទេសិនទៅមានកតូចអើយលោកអ្នកស៊ើបមិនក៏យើងមិនព្រមចូលទៅក្នុងតែម្ដងទៅចាំនៅក្រៅទៅអីនេះមុខខំដល់ហើយចូលទៅក្នុងបានទេលោកមិនប៉ោះបើសិនចូលទៅដូចវាយស្មៅឲ្យពោះចឹងគិតតកមិនដឹងហើយវាមិនបានធ្វើសកម្មភាពទេយើងត្រូវចាំនៅទីនេះរហូតតតែគិតតកបង្ហាញមុខលោកអ្នកស៊ើបមានសម្លេងគេស្រែកនេះតាមានរឿងអ្វីហ្នឹងអូគឺថាមីអូនហ្នឹងវាឈឺពោះហើយទៅហៅលំកខ្ញុំឲ្យមកដឹកទៅចៃដន្យអីលំកនៅខាងមុខផ្លូវវាដាច់ជិះចូលមិនបានខ្ញុំក៏រត់ចូលមក3នាងយកទៅតែម្ដងទៅហើយលោកប៉ូលីសមានការអ្វីដែរបានមកដល់ផ្ទះមីនាងនេះអូខ្ញុំពីអ្នកលោកស៊ើបដើរកាត់ហ្នឹងហើយក៏លឺមីអូនស្រែកក៏រត់ចូលមកមើលតែម្ដងទៅហ្នឹងហើយតាអញ្ចឹងបើមីអូនឈឺពោះឆាប់ជូនមីអូនទៅប៉ែទៅអញ្ចឹងកុំឲ្យនៅយូរនេះយល់ថាថ្ងៃហ្នឹងយើងអាចចាប់ជនល្មើសបានទៅហើយខ្ញុំក៏យល់ដូចលោកដែរតែវាដូចជាមានរឿងអ្វីមួយមិនប្រក្រតីតតែសោះ
លោកមេប៉ោះលោកអ្នកស៊ើបមុននឹងសម្អឿនបានតាក់ទងមកខ្ញុំបន្តែបន្ទាប់មកទូរស័ព្ទក៏ដាច់ហើយក៏ខ្ញុំមិនអាចតាក់ទងទៅគេបានវិញទាល់តែសោះអូខ្ញុំបានឲ្យសម្អឿនឃ្លាំមើលផ្ទះរបស់លីណាមើលទៅប្រហែលនៅផ្ទះរបស់លីណាមានរឿងហើយអញ្ចឹងពួកយើងសាប់ទៅផ្ទះរបស់លីណាភ្លាមទៅ សំអឿនតើនេះមានរឿងអ្វីនឹងមិនក៏លោកមកសន្លប់នៅទីនេះទៅវិញ បាទលោកអ្នកស៊ើបគឺថាពេលខ្ញុំមកដល់ឮសំឡេងមនុស្សស្រីស្រែកឲ្យជួយរួចខ្ញុំក៏ចូលមកដោយងងឹតពេកក៏ត្រូវជន់ល្មើសលួចវាយពីក្រោយខ្ញុំតែលោកកុំបារម្ភពីខ្ញុំអីសូមលោកទៅតាមជន់ល្មើសទៅខ្ញុំគិតថាពួកគេទៅណាមិនឆ្ងាយទេ លោកមេប៉ោះអញ្ចឹងសូមលោកនៅមើលសំអឿនផងហើយខលហៅសំណាងឲ្យនាំជំនួយមកជាបន្ទាន់ខ្ញុំនឹងទៅតាមជន់ល្មើស ឈប់ភ្លាមឆាប់លើកដៃឡើងរួចទម្លាក់អាវុធចុះឯងត្រូវបានខាត់ខ្លួនតាក់ទងនឹងបទសម្លាប់មនុស្សកាត់ទុកជាមុន នាទីបំផុតភូមិស្រុករបស់យើងក៏មានសេចក្តីសុខដោយសារតែបានប៉ូលីសនិងអ្នកស៊ើបមកចាប់ជនល្មើសបានអើយមិននឹកស្មានសោះចំណែកឯតែអ៊ំវិញគាត់ក៏ត្រូវបានប៉ូលីសដោះលែងធ្វើឲ្យត្បិតតែគាត់បានជ្រុលដៃធ្វើឲ្យមីនាងដែលជាជនរងគ្រោះនឹងស្លាប់ប៉ុន្តែគាត់មិនបានស្លាប់នាងទេគាត់ជន់ដានរបស់ចៅតែប៉ុណ្ណោះហើយគិតទៅយើងមិនអាចវិនិច្ឆ័យរឿងអីគ្រាន់តែឃើញឬក៏គ្រាន់តែឮបាននោះទេ